នេះក្នុងដែលយើងបានដាំជួនអតិជនកាលពីឆ្នាំមុនកាលពីខែ8ខែ9ឥឡូវយើងបានដឹកមកឲ្យគាត់ជាលើកទី3លើកទី2ក៏ដាំកន្លែងផ្សេងគ្នាអានេះដើមដែលយើងដឹកមកលើកទី1ដុះច្រើនមែនតើស្ទើរតែអត់មានងាប់មកជុំព្រំលបងដែលគាត់ដាំទៅខាងនោះគាត់ដាំដែរតាមរយៈទឹកដៃដូចជាបទពិសោធន៍របស់យើងដើមដែលខូចខាតដែលងាប់ទៅហ្នឹងគឺតិចមែនតើហើយនេះគឺជាដើមដែលយើងបានដាំរួចរាល់រយៈពេលមួយវស្សាឥឡូវគាត់យកបន្ថែមជាលើកទី3ចំនួន150ដើមទៀត